ប្រសើរជាងចូលយើងមានកូនមុនពេលការលែងលះត្រូវបានបញ្ចប់ខ្ញុំមិនចង់រងទុក្ខដូចក្មេងទេអ្នកបាននិយាយវាដោយខ្លួនឯងកុំស្ដាយក្រោយអីអ្នកហាក់ដូចជាពូកែស្ដាប់ចោលនៃរាងកាយរបស់ខ្ញុំណាស់មែនទេគ្នាទៅវិញទៅមកបងប្រុសទី3បងប្រុសទី7មកដល់ព្រះអង្គឲ្យខ្ញុំនឹងបរិភោគជាមួយគ្នានេះមិនមានរសជាតិល្អទេញ៉ាំបន្លែបៃតងមានរសជាតិឆ្ងាញ់ខ្ញុំមិនដែលចំណាយពេលជាមួយបងប្រុសទី3របស់ខ្ញុំទេខ្ញុំមិននឹកស្មានថាគាត់និយាយត្រង់បែបនេះទេជាមួយនឹងការលោតបារបស់គាត់ខ្ញុំចូលចិត្តវាបងប្រុសទី7តើអ្នកស្រមៃថាពួកគេម្នាក់មានលក្ខណៈបែបណាខូលខៅឈាមត្រជាក់និងខូលខៅឃាតករអំពើហិង្សានិងភាពអាត្មានិយមប្រសិនបើបុគ្គលិកលក្ខណៈរបស់បងប្រុសអ្នកខុសពីអ្វីដែលអ្នកស្រមៃតើអ្នកនឹងនៅតែចូលចិត្តវាទេខ្ញុំចូលចិត្តបងប្រុសបច្ចុប្បន្នរបស់ខ្ញុំជាងវាយឺតពេលហើយស្ដេចរាត្រីគ្មានសត្រូវនៅក្នុងវាំងរបស់ទ្រង់ទេខ្ញុំចង់មានន័យថាតើមានលទ្ធភាពទេបុគ្គលិកលក្ខណៈរបស់បងប្រុសអ្នកឥឡូវនេះខុសគ្នាទាំងស្រុងវាអាចជាដូច្នោះមែនបងប្រុសទី3កំពុងធ្វើពុតខ្ញុំមិនបានកត់សម្គាល់ទេការសម្ដែងពិតជាល្អណាស់មិនអីទេខ្ញុំនៅតែចូលចិត្តវាតើអ្នកគិតថាមនុស្សប្រភេទណាដែលអាចមានប្រជៀវខ្ញុំមិនដែលរំពឹងរឿងនេះទេតាមពិតទៅបងថ្លៃស្រីរបស់ខ្ញុំពិតជានៅតែកាន់ដំបងរបស់ខ្ញុំបានឮថាបងថ្លៃស្រីរបស់ខ្ញុំត្រូវបានគេឥឡូវនេះខ្ញុំឃើញហើយការឃើញគឺការជឿអ្នកតើគាត់ជាមនុស្សល្ងងមែនទេតើនោះមានន័យយ៉ាងណាអ្នកនិយាយម្យ៉ាងទៀតកាលពី1ខែមុនខ្ញុំបានបែកបាក់ជាមួយសម្ព័ន្ធភាពរបស់គាត់ខ្ញុំដឹងថារឿងនេះពិតជាពិបាកជាណាស់ប៉ុន្តែនោះពិតជាការពិតមែនបងប្រុសខ្ញុំតែងតែដឹងថាអ្នកជាបងប្រុសរបស់ខ្ញុំកុំប៉ះរាងកាយបងថ្លៃស្រីរបស់អ្នកទៅកាន់ឆាវប្អូនប្រុសបងប្រុសរបស់អ្នកពិតជាក្រអឺតក្រទមពេកហើយឲ្យជួយអូនផងមនុស្សពេញវ័យបែបនេះក្រោកឡើងដោយខ្លួនឯងដោយវិធីនេះបងប្រុសទី3បន្ទាប់ពីថ្ងៃនេះចេនឌីបានសម្រេចចិត្តចាក់ចេញយ៉ាងណាមិញអាគមហេសីបានចិញ្ចឹមបីបាច់ថែរក្សាពេលចេញដំណើរអស់រយៈពេលជាច្រើនឆ្នាំខ្ញុំមានគម្រោងប្រាប់អ្នកយ៉ាងអធិរាជឆេនចាក់ចេញ